នៅក្នុងពិភពដ៏ធំធេងនៃមហាសមុទ្រមានភាវៈរស់តូចៗរាប់លានប្រភេទដែលមនុស្សយើងមិនសូវបានស្គាល់ច្បាស់ក្នុងចំណោមនោះមានទន្សាយសមុទ្រដែលហៅស៊ីបូនីគឺជាភាវៈដ៏អស្ចារ្យមួយនៃសត្វដែលមានរូបរាងគួរឲ្យស្រឡាញ់តែបង្កប់នូវអត្ថកម្បាំងនៃភាវៈវិទ្យាសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍អ្វីត្បិតឈ្មោះនិងរូបរាងរបស់វាធ្វើឲ្យយើងនឹកឃើញដល់ទន្សាយដែលមានរោមទន់រមើលគួរឲ្យស្រឡាញ់តាមពិតវាមិនមែនជាសត្វទន្សាយទេវាគឺជាប្រភេទខ្យងសមុទ្រម្យ៉ាងដែលមានឈ្មោះវិទ្យាសាស្ត្រថាចូរ៉ូណាផាវ៉ាភាពតាក់ទាញដ៏ចម្បងរបស់ទន្សាយសមុទ្រគឺផ្នែកត្រចៀកកន្ទុយនិងរោមពណ៌ប៉ុន្តែការពិតត្រចៀកមួយគូហ្នឹងគឺសម្រាប់ហិតក្លិនវាជួយឲ្យទន្សាយសមុទ្រចាប់យកសារធាតុគីមីនៅក្នុងទឹកនិងស្វែងរកចំណីអាហារព្រមទាំងគូស្នេហ៍របស់វាឯកន្ទុយគឺជាសរីរាង្គសម្រាប់ដកដង្ហើមដែលអនុញ្ញាតឲ្យវាអាចស្រូបយកអុកស៊ីសែនពីខាងក្នុងទឹកសមុទ្រដើម្បីរស់រានទន្សាយសមុទ្រក៏មានលក្ខណៈពិសេសផ្សេងទៀតដែរទំហំតូចច្រឡឹងមែនប៉ុន្តែបង្កប់ដោយជាតិពុលពួកវាមិនផលិតជាតិពុលនេះដោយខ្លួនឯងទេតែទទួលបានពីចំណីដែលវាស៊ីជាតិពុះនេះជួយការពារវាពីសត្រូវនានាដែលចង់ស៊ីវាជាអាហារសរុបមកទន្សាយសមុទ្រគឺជាតំណាងដ៏ល្អឥតខ្ចោះមួយនៃភាពអស្ចារ្យរបស់ធម្មជាតិដែលលាក់កំបាំងនៃការរស់រានដ៏ស្មុគស្មាញនៅពីក្រោយរូបរាងដ៏សាមញ្ញនិងទាក់ទាញបំផុតចុះបើសិនជាវាមានទន្សាយសមុទ្រឯទន្សាយលើគោកក៏មានតើអាចទេរឿងនិទានទេពមច្ឆានៅក្នុងទឹកដែលមានរូបរាងដូចជាមនុស្សយើងនៅលើដីតើវាអាចជាការពិតដែរទេ